ទីបំផុតក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧត្តរខេត្តបាត់ដំបងសម្រេចសេចក្តីដោះលែងជនជាប់ចោទឈ្មោះចិនស្រីដាឲ្យមានសេរីភាពវិញហើយនៅថ្ងៃទី11ខែមេសាឆ្នាំ2025កន្លងទៅនេះសាលាឧត្តរខេត្តបាត់ដំបងបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌមុនអង្គសេចក្តីករណីគម្រាមកំហែងគេនៅខេត្តសៀមរាបអ្នកនាំពាក្យសាលាឧត្តរខេត្តបាត់ដំបងសូមជម្រាបជូនសាធារណជនបានជ្រាបថានៅថ្ងៃទី11ខែមេសាឆ្នាំ2025នេះក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧត្តរខេត្តបាត់ដំបងបានបើកសវនាការជាអសាធារណៈជំនុំជម្រះលើសំណុំរឿងសភាព្រហ្មទណ្ឌមុនអង្គសេចក្តីលេខ338ចុះថ្ងៃទី26ខែមីនាឆ្នាំ2025ពីបទគម្រាមកំហែងគេដែលមានជួនជាប់ចោទឈ្មោះចិនស្រីដាភេទស្រីអាយុ27ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរកាន់សាសនាព្រះពុទ្ធមានទីលំនៅបច្ចុប្បន្ននៅភូមិសាលាកន្សែងសង្កាត់ស្វាយបង្គំក្រុងសៀមរាបខេត្តសៀមរាបក្រោយធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទភាគីពាក់ព័ន្ធនឹងបានត្រួតពិនិត្យផុសតាំងអង្គហេតុនិងអង្គច្បាប់នាពេលសវនាការរួចមកក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសជាអសាធារណៈនៅសារិកាព្រហ្មទណ្ឌលេខ04ចចុះថ្ងៃទី11ខែមេសាឆ្នាំ2025ដោយបានសម្រេចសេចក្តីដោះលែងជនជាប់ចោទឈ្មោះចិនស្រីដាឲ្យមានសេរីភាពសភាព្រហ្មទណ្ឌនៃសាលាឧត្តរខេត្តបាត់ដំបងនឹងបើកសវនាការលើសំណុំរឿងអង្គសេចក្តីនៅថ្ងៃទី22មេសាឆ្នាំ2025ខាងមុខនេះ